ប្រវត្តិនៃអធិរាជាណាចក្រខ្មែរសំឡើងជាបីដំណាក់កាលធំៗគឺសម័យអាណាចក្រសម័យជន្លានិងសម័យអាណាចក្រភ្នំកាលពីដើមឡើយមានមហាវិទ្យាល័យដែលបន្តឲ្យមានទឹកជំនន់លេចមានពីពេញតែរំទឹកនោះស្ដេចនាគមួយគូបានហោះមកពីលើមេឃហើយត្រូវយកទឹកសម្បត្តិក្នុងការបានខុសមួយយ៉ាងសុខតែងស្ដាមានម្ចាស់ស្ត្រីមួយអង្គព្រះនាមសោមាព្រះនាងព្រមទាំងទេពនាបានធ្វើដំណើរទៅប្រជុំជាមួយព្រះអង្គម្ចាស់កោដៃសត្វទាំងពីរកំពុងត្រៀមធ្វើបង្រៀនជាមួយបន្ត្រីធ្វើប្រយុទ្ធជាមួយព្រះអង្គម្ចាស់អង្គទីពីរតែព្រះអង្គបានឈានចិត្តអាណាចក្រក្នុងរបស់យើងទេទូព្រះបង្គំគ្រាន់តែមកតាមការយកសុបិនតែប៉ុណ្ណោះទូព្រះបង្គំទូតាមការពិតតែបេដាមិនអីទេបុត្រីក្សត្រាអង្គនេះជាគូមកបុត្រីការពីអតីតជាតិក្សត្រាអង្គនេះតែបុត្រីយើងយ៉ាងណាដែរព្រមសប្បុរសហរទីរៀបអភិសេកជាមួយបុត្រីរបស់យើងទេព្រះករណីថ្លៃរួចចូលចំណែកបុត្រីវិញតែព្រះរាជអង្គឯងសម័យចេនឡាដំណាក់អាណាចក្រភ្នំនិងចេនឡាបានរួបរวมគ្នាជាលោកតែមួយធ្វើឲ្យផែនដីសុវណ្ណភូមិកាន់តែរីកចម្រើនដោយមានសាលាទេសសាសនាគ្រប់គ្រងដោយមានគណៈសិស្សយ៉ាងច្រើនកកកមកពីនគរជិតខាងរួមទាំងយុទ្ធសាស្ត្របានមកសិក្សាវិជ្ជានៅទីនេះដែរក្នុងនោះព្រះបាទជ័យវរ្ម័នទី2បានក្លាយជាព្រះរាជាដ៏ខ្លាំងគឺបានមកជាយុទ្ធសាស្ត្រទី1ព្រះអង្គបានធ្វើនយោបាយបង្រួបបង្រួមនគររវាងចេនឡាទូនិងចេនឡាទឹកព្រះអង្គបានកសាងប្រាសាទជាច្រើនទៅទិថ្វាយដល់ព្រះអាទិទេពនិងបុព្វបុរសដើម្បីសម្ដែងកតញ្ញូតាធម៌ព្រះអង្គបានចងចំណងការទូតនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងចាប់ពីពេលនោះមកព្រះរាជាចំនួនក្រោយៗបានយកគំរូតាមព្រះអង្គសម័យអង្គរព្រះអង្គម្ចាស់ជ័យវរធនបានកសាងក្រុងអង្គរព្រះអង្គបានប្រែក្លាយដីដ៏ស្ងួតហែងឲ្យទៅជាដីកសិកម្មភ្លាមព្រះអង្គបានកសាងប្រាសាទជាច្រើនដូចជាប្រាសាទចតុរង្គនិងប្រាសាទបាយ័នព្រះអង្គទទួលកិត្តិនាមជាព្រះបាទជ័យវរ្ម័នទី7ក្នុងឆ្នាំ1181នៅក្នុងរជ្ជកាលរបស់ព្រះអង្គនគរមានសន្តិភាពប្រជារាស្ត្ររស់នៅសុខដុមរមនាគ្មាននគរជិតខាងណាទាមទារទៀតព្រះអង្គដឹកនាំព្រះនគរក្លាយជាអធិរាជាណាចក្រខ្មែរស្ដេចកនប្រមាណ4 សតវត្សក្រោយមកភាពរុងរឿងរបស់អធិរាជាណាចក្រខ្មែរបានធ្លាក់ចុះដោយសារការមិនប្រកបដោយគ្រឹះស្ថានភាពពេលនោះមានក្មេងរត់ម្នាក់ឈ្មោះកនជាមនុស្សប្រកបដោយគុណធម៌ភាពវៃឆ្លាតនិងមានសិទ្ធិប្រយោជន៍ជំនាញព្រមទាំងមានការគ្រប់គ្រងពីប្រជាជននិងព្រះសង្ឃបានក្រាបឡើងពីបដិបត្តិប្រជាជនដើម្បីបង្រួបបង្រួមនគរឡើងវិញគាត់បានក្លាយជាស្ដេចព្រះព្រៃជិត
ពីអធិរាជាណាចក្រខ្មែរបាច់ផ្ដើមត្រឹមព្រះអង្គម្ចាស់ជ័យវរធនម្ចាស់អូនតើមានរឿងអីហ្នឹងនៅពេលដែលខ្ញុំម្ចាស់កំពុងតែបានប្រាំចាប់តែប្រឡៃឃើញអ្នកគ្រីតែសត្រូវជាប់គុកអ្នកគ្រីមិនប្រកបឡើយវាមិនអាចខ្លាចជាការពិតបានទេព្រះទូតព្រះអង្គទូតព្រះបង្គំមេសាមួយជាបន្ទាន់ស្ត្រីចូលឈ្លានពានផ្ទះនគរទេកុំព្រួយប្រតិអញមហាសីអូបងឈ្នះសឹកសង្គ្រាមនោះពីព្រះអង្គបាត់ថតបញ្ចុះបន្លាយខ្ញុំមិនតាំងពីកុំអីគឺពេលរៀបកំសែងតំណាងឲ្យប្រកាសនិងប្រលឹងរបស់ខ្ញុំម្ចាស់ពីនឹងសំខាន់របស់ខ្ញុំទាំងពីរប្រសិនបានព្រះអង្គដាក់ទីអត់ខ្ញុំម្ចាស់ដែរបងថែរក្សាវាអស់មួយជីវិតព្រះទូតព្រះអង្គបងទៅបានត្រៀមខ្លួនរួចជាស្រេចហើយបងលិហើយម្ចាស់អូនសូមព្រះអង្គថែរក្សាប្រកាយផងបោះយើងចេញដំណើរទទួលបរិយាជាសូមឲ្យបានទៅដល់ពេលដែលយើងត្រូវសង្គ្រោះព្រះនគរហើយដើម្បីអធិរាជាណាចក្រខ្មែរដើម្បីអធិរាជាណាចក្រខ្មែរម្ចាស់អូនម្ចាស់បងមានរឿងអីព្រះសាមីកំពុងមានគ្រោះថ្នាក់ខ្ញុំម្ចាស់នឹងបានស្លាប់សូមឲ្យព្រះតាមជួយព្រះអង្គឲ្យផុតពីគ្រោះថ្នាក់កុំបាត់ស្រុនយូរទេម្ចាស់អូនអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបានមានរឿងអ្វីកើតឡើងសូមម្ចាស់បងថែរក្សាព្រះអង្គផងកុំមានដំណក់ដូចគ្នាម្ចាស់អូនម្ចាស់បងនឹងត្រឡប់មកវិញខ្ញុំម្ចាស់នឹងបានស្លាប់សូមឲ្យព្រះតាមជួយព្រះតាមឲ្យផុតពីគ្រោះថ្នាក់អីយ៉ាងនេះខ្ញុំមិនចេះខ្ញុំជំរឿអ្វីក្រៅពីនេះទេសូមព្រះមេត្តាតាមថែរក្សាព្រះតាមឲ្យខ្ញុំចេះផងDon't take my
ត្រូវកាន់កាប់ព្រះនគរយើងហើយថាម៉េចឆាប់ប្រមូលពលទាហានចូលព្រះនគរយើងវិញVới tôi có không bao giờ vui thôi Ôi nhìn bò đi chưa Chỉ được từng lần với đi Anh sẽ được toàn rõ thác mà cũng sẽ ổn Được Đừng tung tất thôi cho mấy Ba tầm lòng từ đó phổ biến Tôi đi về chia Anh là quạt tam thành cá Dương như là tôi sẽ chấm nhằm bằng than Tôi đi về chia Dia pergi lebih dia. Diam. Baik. Dikti ohoi. Kau terdapat ohoi. Oye, Nalpini! Raskun Ben! Selobia! Hah? Oi! Setelah foto beliau! Tahu?មានបណ្ដាំចុងក្រោយទេសូមគប់សម្រាប់ជុំព្រះបង្គំជុំព្រះបង្គំសូមចូលចារហើយជុំព្រះបង្គំសូមចូលចារMãi thôi ông, bom vào bình hai. Mãi thôi ông. Mãi thôi ông, sao tôi có ôm trong tôi thôi. Em hãy tới làm tức đi cho xa điện thoại để ông. Thầm lắm. Rồi thì sao? Ông chỉ đi có đọc xong. Nhưng mà các bạn mong không ai phải ăn thua. Nhưng mà các bạn thì mấy trái cá phải ăn to thật. Nhưng mà các bạn này thì bác sĩ phải ăn cướp chứ. Yang maha saya tak bawa rumah asli yang maha saya punya kata. Yang maha saya tak bawa bang saya. Dari tentang tak mahu menikah orang ceri roh. Yang chụp như thang bò rồi, muốn con bị bò riết trong tên cô rồi. Riết tay! Tôi mà chọc bò, hay là sao tôi ông thôi. Terima kasih.